បុរសម្នាក់នេះហើយគឺជា Spider-Man នៅក្នុងពិភពជីវិតពិតប្រាកដគាត់គឺ Alex Honnold គាត់បានឡើងអាគារតៃប៉េកម្ពស់101ជាន់ស្មើនឹង508ម៉ែត្រដោយដៃទទេដោយគ្មានតោងខ្សែពួរគ្មានឧបករណ៍ជំនួយអ្វីទាំងអស់តែគ្រាន់តែមានម្សៅលាបដៃសម្រាប់ឡើងបន្តិចបន្តួចតែប៉ុណ្ណោះគាត់បានចំណាយពេលប្រមាណជា95នាទីតែប៉ុណ្ណោះដើម្បីឡើងទៅដល់កំពូលអគារមួយនេះអគារមួយនេះគឺជាអគារដ៏ខ្ពស់បំផុតមួយនៅក្នុងពិភពលោកប៉ុន្តែ Alex Honnold មិនមែនជាបុរសទី1ទេដែលបានឡើងអគារនេះអ្នកឡើងអគារនេះដំបូងគឺគាត់មានឈ្មោះថា Alan Robert ជាអ្នកឡើងជនជាតិបារាំងតែការឡើងរបស់គាត់គឺប្រើខ្សែពួរនិងខ្សែក្រវ៉ាត់សុវត្ថិភាពដូច្នេះហើយភាពអស្ចារ្យនិងជាបុរសទី1របស់ Alex Honnold គឺជាការឡើងដោយដៃទទេនេះហើយគួរបញ្ជាក់ផងដែរថា Alex Honnold គឺជាអ្នកឡើងភ្នំដ៏ល្បីល្បាញជនជាតិអាមេរិកាំងគាត់កើតនៅថ្ងៃទី17ខែសីហាឆ្នាំ1985ហើយគាត់បានចាប់ផ្ដើមហ្វឹកហាត់ការឡើងរបស់គាត់តាំងតែពីគាត់នៅអាយុ5ឆ្នាំមកម្ល៉េះ